កំពុងតែនៅជាមួយនឹងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមចាបងប្អូនស្ត្រីលោកអ្នកកំពុងតែនៅជាមួយនឹងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមមេរៀនព្រលឹងវិញ្ញាណរបស់យើងនៅថ្ងៃនេះនិយាយអំពីតើលោកអ្នកចាំបាច់ត្រូវតែជឿលើអ្វីដើម្បីឲ្យអាចទទួលបានសេចក្តីសង្គ្រោះចាបងប្អូនស្ត្រីសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីរបស់យើងចាបងប្អូនស្ត្រីកាលពីសប្តាហ៍មុនយើងបានរៀនជាមួយគ្នាខ្លះៗហើយពីមេរៀនដែលមានចំណងជើងថាតើយើងគួរជឿលើអ្វីដើម្បីទទួលបាននូវសេចក្តីសង្គ្រោះចាបងប្អូនស្ត្រីកាលពីមុនយើងបាននិយាយពីចំណុចទី1រួចហើយឥឡូវនេះយើងនឹងចូលដល់ចំណុចទី2ទាំងអស់គ្នាដែលនិយាយអំពីតើលោកអ្នកត្រូវតែលន់តួបាបនិងកែប្រែចិត្តចេញពីអ្វីមុនយើងឆ្លើយលើសំណួរថាតើលោកអ្នកត្រូវតែលន់តួបាបនិងកែប្រែចិត្តចេញពីអ្វីជាដំបូងយើងត្រូវព្យាយាមយល់អំពីមូលហេតុដែលយើងត្រូវធ្វើបែបនោះសិនជាពិសេសត្រង់ចំណុចថាតើលោកអ្នកហើយនឹងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងនរណានៅពេលដែលលោកអ្នកប្រព្រឹត្តអំពើបាបលោកអ្នកមិនគ្រាន់តែប្រព្រឹត្តអំពើបាបទាស់នឹងព្រះនៃសញ្ញាចាស់នោះទេប៉ុន្តែក៏បានទាស់នឹងព្រះនៃសញ្ញាថ្មីផងដែរចាបងប្អូនស្ត្រីលោក George Stevens បានសរសេរថាព្រះដ៏ឯកអង្គទ្រង់ត្រូវតែឆ្លើយតបដោយអាស្រ័យទៅលើលក្ខណៈសម្បត្តិរបស់ទ្រង់ហើយព្រះអង្គបរិសុទ្ធភាពបរិសុទ្ធរបស់ព្រះអង្គសំដៅទៅលើសិលធម៌នៃភាពល្អឥតខ្ចោះរបស់ទ្រង់ដែលនេះមានន័យថាតែខាងព្រះអង្គត្រូវតែដាក់ទោសនៅលើរាល់អំពើបាបនិងអំពើអាក្រក់ព្រះអង្គទាមទារពីលោកអ្នកហើយនិងខ្ញុំទាំងពីរនាក់ដូចតទៅគឺថាចូលឲ្យឯងរាល់គ្នាបានបរិសុទ្ធត្បិតអញជាបរិសុទ្ធបងប្អូនអាចរកខគម្ពីរនេះឃើញនៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ជំពូក1ខ16ចាបងប្អូនស្ត្រីនៅក្នុងកានគម្ពីរនិខមណាំងជំពូក19មានចែងអំពីការដែលព្រះជាម្ចាស់ត្រាស់ហៅសារអ៊ីស្រាអែលឲ្យជួបជាមួយនឹងព្រះអង្គប៉ុន្តែពួកគាត់មិនអាចឆ្លងផុតព្រំដែនដែលលោកម៉ូសេបានដាក់នោះទេហើយប្រសិនបើពួកគាត់ឆ្លងផុតនោះសូម្បីតែសត្វដែលមិនដឹងថាមានអ្វីកំពុងតែកើតឡើងក៏នឹងស្លាប់ផងដែរដោយសារព្រះជាម្ចាស់ទ្រង់បរិសុទ្ធនោះព្រះអង្គក៏បានបង្គាប់ឲ្យមនុស្សទាំងអស់លន់តួបាបកែប្រែចិត្តនិងស្ដាប់បង្គាប់ទ្រង់ផងដែរចាដោយសារឥឡូវនេះលោកអ្នកយល់អំពីមូលហេតុដែលយើងត្រូវលន់តួបាបនិងកែប្រែចិត្តត្រង់ថាឲ្យវាសំខាន់នោះអ្វីដែលយើងនឹងធ្វើបន្ទាប់គឺមើលអំពីរបៀបដែលយើងគួរធ្វើការនោះនៅកានគម្ពីររ៉ូមជំពូក10ខ9បានណែនាំយើងដូចតទៅថាទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវហើយអ្នកជឿក្នុងចិត្តថាព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញពាក្យព្រះអម្ចាស់ត្រង់នេះមានន័យថាឥឡូវនេះព្រះយេស៊ូវមានការគ្រប់គ្រងលើជីវិតរបស់លោកអ្នកទាំងស្រុងលោកអ្នកមិនអាចនៅបន្តធ្វើតាមតែចិត្តខ្លួនឯងទៀតឡើយប៉ុន្តែយើងត្រូវតែធ្វើអ្វីដែលព្រះអម្ចាស់ដែលយើងបានស្ដាប់បង្គាប់ឲ្យយើងធ្វើកានគម្ពីរយូហានជំពូក1ខ9បានធានាដល់យើងថាបើយើងលន់តួបាបវិញនោះទ្រង់មានព្រះハរតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងដោយឡែកពីការលន់តួបាបតើការកែប្រែចិត្តមានការពាក់ព័ន្ធអ្វីជាមួយនឹងការទទួលបានការអត់ទោសចេញពីអំពើបាបពាក្យពេញព្រះគម្ពីរសញ្ញាថ្មីការកែប្រែចិត្តនិងការទទួលបន់ជ្រមុជទឹកឬក៏មានការលើកឡើងក្នុងបរិបទតែមួយដែលបងប្អូនអាចរកឃើញនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក3ខ11ចាបងប្អូនស្ត្រីនៅពេលដែលមានគេសួរសាវកពេត្រុសថាពួកគាត់គួរឆ្លើយតបយ៉ាងដូចម្ដេចតាក់ទងទៅនឹងការអធិប្បាយរបស់គាត់សាវកពេត្រុសបានឆ្លើយថាចូលអ្នករាល់គ្នាប្រែចិត្តចោះហើយទទួលបន់ជ្រមុជទឹកទាំងអស់គ្នាដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទប្រយោជន៍ឲ្យបានរួចពីបាបបងប្អូនអាចរកឃើញព្រះគម្ពីរនេះនៅក្នុងកិច្ចការជំពូក2ខ28ចាបងប្អូនស្ត្រីប៉ុន្តែនេះមិនបានផ្ដល់ជាចម្លើយថាតើការកែប្រែចិត្តជាអ្វីនៅឡើយនោះទេចាបងប្អូនស្ត្រីដោយដែលយើងទាំងអស់គ្នាបានដឹងមកហើយថាការកែប្រែចិត្តគឺជាការមើលឃើញឬក៏ការយល់អំពីភាពអាក្រក់នៃអំពើបាបហើយក្នុងកម្រិតណាមួយលោកអ្នកមានការស្រែកឃ្លានចង់ទទួលបានសេចក្តីសុចរិតនៅពេលលោកអ្នកហើយនឹងខ្ញុំប្រព្រឹត្តអំពើបាបដាច់ខាតគឺត្រូវតែយល់ថាយើងកំពុងតែប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់ផ្ទាល់នៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក119ខ11បានចែងថាទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយប៉ុន្តែសំណួរសួរថា
តើការទទួលពិធីជ្រមុជទឹកសំខាន់ដែរឬទេក្នុងការទទួលបានសេចក្តីសង្គ្រោះចាបងប្អូនស្ត្រីចម្លើយដ៏សាមញ្ញលើសំណួរនេះគឺថាទេចោរដែលជាប់ឆ្កាងនៅក្បែរព្រះយេស៊ូវនៅក្នុងកានគម្ពីរលូកាជំពូក23មិនបានទទួលពិធីជ្រមុជទឹកមុនគាត់ស្លាប់នោះទេប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលទៅគាត់បន្ទាប់ពីគាត់បានទូលសូមឲ្យព្រះអង្គចាំគាត់នៅក្នុងនគររបស់ទ្រង់ថាខ្ញុំប្រាប់អ្នកជាប្រកាសថាថ្ងៃនេះអ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរជាបន្ទាប់លោកអ្នកនឹងទំនងជាឆ្ងល់ថាប៉ុន្តែតើចោរនៅលើឈើឆ្កាងនោះទទួលបានសេចក្តីសង្គ្រោះដោយរបៀបណាបើគាត់មិនបានឃើញព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញប្រកាសណាស់គាត់ពិតជាបានឃើញព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញមែនចាបងប្អូនស្ត្រីចំណុចគន្លឹះគឺថាចូលជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅនៅក្នុងកិច្ចការជំពូក16ខ31ពួកអាយកោនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានជឿហើយរំពឹងមើលអ្វីដែលយើងមានឥឡូវនេះដែលយើងកំពុងតែមើលត្រឡប់ក្រោយទៅវិញការសុគតការបញ្ចុះក្នុងភ្នោនិងការមានប្រជញ្ញរស់ឡើងវិញដែលបងប្អូនអាចរកឃើញនៅក្នុងកាឡាទីជំពូក3ខ8ដែលបានចែងថាហើយដោយគម្ពីរបានដឹងជាមុនថាព្រះទ្រង់នឹងរាប់ពួកសាសដទៃជាសុចរិតដោយសេចក្តីជំនឿបានជាមានសេចក្តីប្រកាសប្រាប់មកដល់លោកអាប់រ៉ាហាំជាមុនថាអស់ទាំងសាសនឹងបានពរដោយសារឯងចាបងប្អូនស្ត្រីតកតងនឹងការជឿលើការសុគតការបញ្ចុះក្នុងភ្នោនិងការមានប្រជញ្ញរស់ឡើងវិញរបស់ព្រះយេស៊ូវត្រូវមានអ្វីខ្លះគឺត្រូវមានជំនឿការមានជំនឿគឺជាអ្វីដែលដំណឹងល្អទាមទារពីអ្នកឮការមានជំនឿផ្ទាល់គឺមិនមែនជាអ្វីដែលមនុស្សមានបាបធ្វើនោះទេវាគឺជាអំណោយទានពីព្រះជាម្ចាស់លោកគ្រូ Martin Luther បានលើកឡើងថាព្រះជាម្ចាស់មិនមែនគ្រាន់តែជាអ្នកផ្ដើមជំនឿនោះទេព្រះអង្គក៏ជាអ្នកបង្កើតនិងអ្នករក្សាជំនឿនៅក្នុងការយល់ដឹងរបស់យើងតាក់ទងទៅនឹងសេចក្តីសង្គ្រោះផងដែរព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យលោកអ្នកមានជំនឿរហូតដល់ចំណុចដែលនាំឲ្យលោកអ្នកចូលទៅកាន់ព្រះជាម្ចាស់ចាបងប្អូនស្ត្រីនៅក្នុងកានគម្ពីររ៉ូមជំពូក4ខ22បានប្រាប់យើងថាលោកអាប់រ៉ាហាំបានទទួលសេចក្តីសុចរិតតាមរយៈជំនឿរបស់គាត់ផ្នត់គំនិតនៃមនុស្សសុចរិតនឹងរស់នៅដោយសារសេចក្តីជំនឿរបស់ខ្លួនមិនមែនជាការគិតថ្មីនោះទេតែមានតាំងពីសម័យព្រះគម្ពីរសញ្ញាចាស់មកម្ល៉េះនៅក្នុងកានគម្ពីរហាបាគុកជំពូក2ខ4បានចែងថាតែមនុស្សសុចរិតនឹងរស់នៅដោយសារសេចក្តីជំនឿរបស់ខ្លួនលោកបណ្ឌិត John MacArthur ក៏បានឯកភាពតាក់ទងទៅនឹងជំនឿថាជំនឿគឺជាយានយន្តដែលមនុស្សមានបាបទទួលបានការរាប់ជាសុចរិតចាបងប្អូនស្ត្រីចំណុចទី3គឺតើអ្វីទៅជាការរាប់ជាសុចរិតដោយដែលយើងបានមើលជាមួយគ្នាគឺត្រូវមានជំនឿមុនអាចទទួលបានការរាប់ជាសុចរិតសូមគិតក្នុងរបៀបនេះវិញលោកអ្នកកំពុងតែជាប់ពាក្យបណ្ដឹងនៅក្នុងកន្លែងកាត់ក្តីតាក់ទងទៅនឹងការលួចលុយគេ$100 លានចៅក្រមហៀបនឹងវាញញួរហើយប្រកាសថាលោកអ្នកជាប់ទោសប៉ុន្តែក្នុងរំពេចដែលគាត់រៀបនឹងវាញញួរស្រាប់តែមានបុគ្គលម្នាក់ដែលលោកអ្នកមិនធ្លាប់បានជួបពីមុនសោះចូលមកក្នុងកន្លែងកាត់ក្តីហើយស្នើឲ្យចៅក្រមរងចាំសិនខណៈពេលដែលគាត់កំពុងតែនិយាយគាត់ក៏បានហុចសាយដែលមានទឹកលុយ$100 លានគឺជាចំនួនទឹកលុយដែលជនជាប់ចោទមិនអាចសងវិញបានក្នុងអត្ថន័យចំគាត់កំពុងតែរងគ្រោះចំនួនលោកអ្នកនេះឯងគឺជាអត្ថន័យនៃការរាប់ជាសុចរិតសូមគិតអំពីការប្រៀបធៀបនេះទៅនឹងអំពើបាបរបស់លោកអ្នករាល់អំពើបាបដែលលោកអ្នកបានប្រព្រឹត្តគឺព្រះយេស៊ូវបានបង់ថ្លៃលួសទាំងអស់ចាបងប្អូនស្ត្រីនៅក្នុងកានគម្ពីរកូឡូសជំពូក2ខ13ដល់ខ15បានចែងថាឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលងហើយក្នុងសន្តានមិនកាត់ស្បែកខាងសាច់ឈាមនោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នាទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្តីបញ្ញត្តិដែលប្រឆាំងនឹងយើងហើយទ្រង់ក៏លើកចោលដោយបោះភ្ជាប់នៅឈើឆ្កាងទ្រង់បានទាំងទម្លាក់ងារពីពួកគ្រប់គ្រងនិងពួកមានអំណាចទាំងដាក់ពួកទាំងនោះនៅកណ្ដាលជំនុំឲ្យគេមើលហើយដឹកនាំគេទៅដោយមានជ័យជំនះដោយសារឈើឆ្កាងនោះឯងចាបងប្អូនស្ត្រីលោក Martin Luther បានរៀបពាក្យថាការរាប់ជាសុចរិតតាមរយៈព្រះគុណដោយជំនឿមានការវែកញែកគ្នាថាតើមនុស្សមានបាបអាចទទួលបានថាជាសុចរិតក្នុងពេលដែលគាត់ទទួលជឿឬក៏តើគាត់ទទួលបានការរាប់ជាសុចរិតនោះតាំងពីអស់កលជានិច្ចរៀងមកម្លេះឬអ្វីដែលយើងគួរចងចាំនោះគឺថាទង្វើទាំងពីរនេះកើតឡើងក្នុងពេលតែមួយការរាប់ជាសុចរិតមិនអាចកើតឡើងបានក្នុងពេលវេលានៃការអស់កលជានិច្ចមិនបានបង្កើតវាទេការរាប់ជាសុចរិតគឺជាអ្វីដែលបានកើតឡើងម្ដងជាសម្រេច
គឺជាពេលដែលព្រះយេស៊ូវអត់ទោសអំពើបាបរបស់យើងការញែកចេញជាបរិសុទ្ធគឺជាដំណើរការពេញមួយជីវិត ចា៎បងប្អូនស្ត្រីចំពោះចំណុចទី4វិញគឺការញែកជាបរិសុទ្ធគឺជាការញែកចេញទុក្ខតើញែកចេញទុក្ខសម្រាប់អ្វីបន្ទាប់ពីលោកអ្នកបានទទួលជឿលើព្រះយេស៊ូវគ្រីស្ទនោះលោកអ្នកនឹងទទួលបានសេចក្តីសង្គ្រោះដែលមានន័យថាព្រះអង្គបានអត់ទោសនៅរាល់អំពើបាបទាំងអស់របស់លោកអ្នកដែលយើងហៅថាការរាប់ជាសុចរិតហើយបន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធនឹងចាប់ផ្ដើមញែកលោកអ្នកជាបរិសុទ្ធដោយដែលព្រះអង្គបានជ្រើសរើសសាសអ៊ីស្រាអែលញែកពួកគេសម្រាប់ទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាចាស់នោះព្រះអង្គក៏បានញែកលោកអ្នកទុកនៅពេលដែលលោកអ្នកបើកចិត្តទទួលជឿលើព្រះយេស៊ូវផងដែរនៅក្នុងការអធិដ្ឋានរបស់ព្រះយេស៊ូវដែលជាសម្ដេចសង្ឃព្រះអង្គបានទូលសូមព្រះវរបិតាឲ្យញែកយើងចេញជាបរិសុទ្ធនៅក្នុងព្រះគម្ពីរយូហានចំពុក17ខ16បានចែងថាសូមញែកគេចេញជាបរិសុទ្ធដោយសារសេចក្តីពិតរបស់ទ្រង់ឯសេចក្តីពិតគឺជាព្រះបន្ទូលរបស់ទ្រង់ ចាបងប្អូនស្ត្រីព្រះបន្ទូលរបស់ព្រះអង្គមានតួនាទីសំខាន់ណាស់ក្នុងការញែកយើងជាបរិសុទ្ធជាប្រចាំថ្ងៃក្នុងការតយុទ្ធរបស់លោកអាឡេបដើម្បីឲ្យបានបរិសុទ្ធបានសរសេរនៅក្នុងកានគម្ពីរទំនុកដង្កើងចំពុក119ដែលនោះគឺជាសេចក្តីសន្និដ្ឋានរបស់គាត់ថាជាផ្លូវតែមួយគត់ក្នុងការរស់នៅបានបរិសុទ្ធគឺតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ទំនុកដង្កើងចំពុក119ខ9បានសរសេរថាមនុស្សកំឡោះនឹងសម្អាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វីគឺដោយប្រយ័ត្ននិងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់ចាបងប្អូនស្ត្រីសាវកពលបានរំលឹកឲ្យយើងផ្លាស់ប្រែគំនិតរបស់យើងជាថ្មីជាប្រចាំថ្ងៃហើយមានផ្លូវតែមួយគត់ដែលយើងអាចផ្លាស់ប្រែគំនិតរបស់យើងបានគឺតាមរយៈព្រះបន្ទូល ចាបងប្អូនស្ត្រីនៅក្នុងកានគម្ពីររ៉ូមចំពុក12ខ1ដល់ខ2បានចែងថាដូច្នេះបងប្អូនអើយខ្ញុំទូលមានអ្នករាល់គ្នាដោយសេចក្តីមេត្តាករុណានៃព្រះឲ្យបានថ្វាយរូបកាយទុកជាយ៉ាញ់បូជារស់ហើយបរិសុទ្ធដែលគប់ព្រះハរតីដល់ព្រះជាការគោរពនៃអ្នករាល់គ្នាដែលមានទំនងកុំឲ្យត្រាប់តាមសម័យនេះឡើយចូលឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញដោយគំនិតបានកែជាថ្មីឡើងដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះハរតីនៃព្រះដែលល្អស្រួលទទួលហើយគ្រប់លក្ខផង ចាបងប្អូនស្ត្រីគោលបំណងរបស់ព្រះអង្គក្នុងការញែកយើងគឺដើម្បីឲ្យយើងបម្រើទ្រង់នឹងអ្នកដទៃព្រះវរបិតាបានញែកព្រះយេស៊ូវទុកឲ្យមកផែនដីដើម្បីសគត់ជំនួសអំពើបាបរបស់យើងដូច្នេះគឺជាទំនួលខុសត្រូវរបស់យើងហើយក្នុងការដែលព្រះអង្គបានញែកយើងទុកដើម្បីធ្វើពន្ធកិច្ចសម្រាប់ទ្រង់ ចាបងប្អូនស្ត្រីមេរៀនរបស់យើងនៅថ្ងៃនេះបានកែសម្រួលនិងដកស្រង់ចេញពីអត្ថបទផ្លូវពិត ចាបងប្អូនស្ត្រីពេលនេះសូមបានចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំទាំងអស់គ្នាអោព្រះវរបិតាដែលគង់នៅឋានសួគ៌អើយសូមឲ្យព្រះបន្ទូលរបស់ទ្រង់បានបន្សុទ្ធកូនជារៀងរាល់ថ្ងៃសូមឲ្យកូនបានញែកជាបរិសុទ្ធសម្រាប់ទ្រង់និងដើម្បីធ្វើពន្ធកិច្ចរបស់ទ្រង់ផងដែរកូនសូមថ្វាយបងប្អូនស្ត្រីទាំងអស់ទៅក្នុងព្រះហស្ថរបស់ទ្រង់សូមទ្រង់បានដឹកនាំនិងបង្រៀនកូនទាំងអស់គ្នាតាមផ្លូវសុចរិតរបស់ទ្រង់ផងដែរកូនសូមអធិដ្ឋានដោយនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន ចាបងប្អូនស្ត្រីមេរៀនរបស់យើងនៅថ្ងៃនេះបានបញ្ចប់ហើយតើអ្នករៀនបានអ្វីឬទទួលបានការលើកទឹកចិត្តអ្វីខ្លះពីមេរៀនរបស់យើងនៅថ្ងៃនេះ ចាបងប្អូនស្ត្រីប្រសិនជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមឬមេរៀនណាមួយប៉ះពាល់ចិត្តអ្នកឬទទួលបានការលើកទឹកចិត្តអ្វីមួយនោះបងប្អូនអាចទំនាក់ទំនងមកកម្មវិធីរបស់យើងតាមរយៈលេខ 092 60 60 51 គឺលេខ 092 60 60 51 និងមួយខ្សែទៀត 088 456 4455 គឺលេខ 088 456 4455 ឬតាមរយៈ Facebook Page កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមឬតាម Telegram លេខ 092 60 60 51 គឺលេខ 092 60 60 51 នោះពីកម្មវិធីរបស់យើងនឹងស្វាគមន៍បងប្អូនដែលក្តីរីករាយ កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមផលិតដោយអង្គការសកលកម្ពុជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមសូមនាំអង្គការជម្រាបលាដល់ប្រិយមិត្តអ្នកស្ដាប់ត្រឹមតែប៉ុណ្ណេះសិនសន្យាថានឹងវិលមកជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយតាមពេលវេលាដដែលនិងម៉ោងដដែល រស់នៅត្រូវតែមានសង្ឃឹមសូមជម្រាបលាសូមព្រះប្រទានពរ